រូបព្រះកៅរាជតាព្រះកៅរាជព្រះកៅរាជកុំមនុលោកមានដំបងមានធំកម្ពស់1.8 ម៉ែត្រក្នុងចំនួនសម័យហ្នឹងណាចានេះគឺជារូបរបស់ទ្រង់ពិតពីប្រឌិតរឿងឡើងវិញចាថាបងប្អូនណាដោយសូមស្លៀកពាក់ឲ្យគេថាឲ្យមានក្រមសីលធម៌ជាស្ត្រីខ្មែរផងលេងចឹងមកអីណាបងប្អូនដាក់ទៅគឺខ្ញុំអត់គ្រប់គ្រងដាច់ខាតខ្ញុំអត់គ្រប់គ្រងដល់ការបងប្អូនបញ្ចេញសាច់បញ្ចេញស្ដន់បញ្ចេញស្អីលោកជ្រុលទេបងប្អូនដែលជាអ្នករំលំបានដឹងឯងលោកគ្រូដែលមានសម្ភារពាក់ឲ្យសិស្សរំលំបានអ្នកស្លៀករំលំបានថាយើងមានអាវអីអាវកបងយើងហើយនឹងមានអាវដូចស្បែកអាវដូចសាច់ចឹងអាវរត់ស្បែកហ្នឹងហើយតែគាត់យើងសិតតែមានអាវដូចទាំងអស់ប៉ុន្តែហេតុអីបានរូបខ្លះឃើញចុងស្ដន់ដោយសារពួកបារាំងទាំងអស់នោះវាចង់ជាប់ផលិតស្ត្រីខ្មែរនេះសម័យនោះគឺស្ត្រីខ្មែរគឺស្ត្រីរាជគឺយើងមានព្រះខ្មែរម្ដាយដើមរបស់យើងអញ្ចឹងរាល់ការឆ្លាក់រូបទាំងអស់នេះគឺសាច់តែមានក្បាច់ដល់បងប្អូនមើលមានឃើញចុងស្ដន់នេះអញ្ចឹងរូបខ្លះឃើញចុងស្ដន់រូបខ្លះអត់មានចុងស្ដន់នេះគឺពេលអាក្បងណាបងប្អូនណាគឺវាមានអាក្បងដូចអាតំបន់យើងអញ្ចឹងអត់មានឃើញចុងស្ដន់នេះនោះទេហើយអីបានរូបខ្លះដែលមានចុងស្ដន់គឺពួកវានឹងវាដាក់ណាយើងគួរដឹងថារយៈពេល800ឆ្នាំកន្លងមកនេះយើងកាត់ប្រហែលចំនួនហើយអញ្ចឹងយើងមានច្បាប់ស្រីច្បាប់ត្រឹមមកពីណានេះជាច្បាប់ដែលចេញអំពីព្រះស្ត្រីខ្មែរដើមយើងបន្តគ្នាសុទ្ធតែចុះហេតុអីបាននិយាយយករូបអប្សរាប្រៀបធៀបតែគាត់ចុះអប្សរាពីជំនាន់មុនមិនដោះអាវបានហើយចុះឥឡូវហ្នឹងមិនបច្ចេកដើមទូតិចតួចបានកុំយករឿងនេះមកនិយាយណាបើអ្នកអត់ដឹងរឿងដើមពួកបារាំងថោកទៀតទាំងអស់នោះគឺជាន់ប្រលេចស្ត្រីខ្មែរថាណា